ស្លកកោខ្ជិលតារឿងផ្សំគ្រឿងនឹងតាបងប្អូនចាក៏បីកប៉ុកយូររឿងបេះបន្លែបេះអីបុកអង្គលេងបុកគ្រឿងនឹងឯងខ្ជិលយូរបើសិនជាដូចយើងនៅស្រុកខ្មែរបងប្អូនដូចយើងនៅបំផុតបើសិនជាអ្នកនៅពេញអីវិញណាគឺគាត់ប្រាប់តែបន្លែកកោគេមកគេផ្សំគ្រឿងឲ្យគាត់ហើយមានតាំងពីអង្គលេងគ្រឿងគ្រប់សັບគេរៀបចំឲ្យគាត់មកសេតដែលនៅស្រុកនេះមានណាបងប្អូនហើយនេះមកបុកគ្រឿងមកធ្វើអីស្លខ្លួនឯងទាំងអស់ឃើញផ្ទីវាអត់សូវល្អបងប្អូនអញ្ចឹងក៏កាត់ឲ្យប្តីគាត់កាត់មកយើងស្លកកោមានស្ពៃហ្នឹងក៏ឃើញដូចតកៅរបៀបរបស់ធម្មជាតិណាបងប្អូនអញ្ចឹងអត់សូវល្អទេឆ្នាំនេះតែចាំមើលតិចទៀតមើលពួកឲ្យផ្ទីឆ្នាំមុនល្អមែនតើឆ្នាំនេះគឺអត់សូវល្អបងប្អូនហើយឃើញវាចង់ចេញផ្កាអញ្ចឹងក៏កាត់ចោលទៅដោយសារតែទុកបន្តិចវាចាស់ទៅឥឡូវវាកំពុងតែនៅខ្ចីអញ្ចឹងណាក៏ប៉ុន្តែវាមិនដុះតែប៉ុណ្្នឹងអីផ្ទីផ្ទះនេះខ្ញុំគឺដុះច្រើនណាស់ហើយអញ្ចឹងទៅក៏កាត់ខ្លះអីខ្លះទៅយើងបន្តទៅនឹកឃើញប្តីក៏ថាចង់ស្លប្រហើវិញអូនស្លប្រហើឬក៏ស្លអីមានផ្ទីអញ្ចឹងដល់នាងខ្ញុំថាងបងអើយនៅក្នុងទូទឹកកកយើងមានតាំងពីត្រប់ពុតញងមានត្រប់អីគ្រប់មុខបន្លែហើយបើយើងស្លប្រហើដាក់ត្រប់អត់ត្រូវទេអញ្ចឹងគាត់ថាអញ្ចឹងអូដៃធ្វើអីធ្វើទៅខ្លាចបងខ្លាចយូរទាំងកកោឲ្យប្រហើសិតតែសេរីយូរដូចគ្នាស្រាប់ផ្សំគ្រឿងយូរដូចគ្នានឹងឯងអញ្ចឹងបើឯងកាត់ផ្ទីកាត់ស្ពៃមកអូនបេះឲ្យហើយលាងទឹកទុកឲ្យហើយស្អែកឡើងញ៉ាំស្លអញ្ចឹងគឺកកូននឹងឡើងឆ្លងថ្ងៃ2ថ្ងៃបងប្អូនអត់បានថតពេលបេះពេលអីទេបងប្អូនហើយអានេះគឺលាងទឹក3 4 5ទឹកហើយតាំងពីត្រាំទឹកខ្មេះផងឲ្យផងដោយសារយើងដាំធម្មជាតិអញ្ចឹងគឺវាមានដីមានអីអញ្ចឹងគឺយើងត្រូវលាងទឹកច្រើនណាខ្លាញ់ឥឡូវនាងខ្ញុំដាក់ប្រេងសណ្ដែកក៏ដាក់ខ្លាញ់ទេដាក់ប្រេងសណ្ដែកចាខ្ទះឆ្នាំងក្តៅដាក់ប្រេងសណ្ដែកកូរជាមួយនឹងគ្រឿងយើងបុកហើយជាមួយនឹងប្រហុកបងប្អូនចានាងខ្ញុំចូលផ្ទះនាងខ្ញុំជួយចូលចិត្តប្រហុកអញ្ចឹងគឺកូរគ្រឿងហើយសម្រាប់គ្រឿងបុកវិញគឺបងប្អូនដឹងហើយយើងមានគល់លក្រៃលក្រូចម្ដេងខ្ទឹមសហើយជាមួយនឹងខ្ជាយអីដែរបងប្អូនចារមៀតដាក់ល្មៀតដែរបងប្អូនហើយនាងខ្ញុំបន្ថែមជាមួយគ្រឿងហិលដែលម្ដាយមីងគាត់ផ្ញើមកពីស្រុកខ្មែរមកណាបងប្អូនចាកូនមកសម្រាប់កូនវិរៈជ័យបន្លែគឺគាត់ចេះញ៉ាំតែរសារតែនាងខ្ញុំស្លនេះយើងដាក់ហាំងហិលតិចព្រោះឯគ្រឿងហិលហ្នឹងគឺវាហាំងហិលខ្លាំងដែរហើយនាងខ្ញុំប្រើហាំងច្រើនឈ្ងុយគ្រឿងអ្នកមីងគឺគាត់ឲ្យមកគឺឈ្ងុយឆ្ងាញ់យើងញ៉ាំតែជ្រលក់ជាមួយនឹងបន្លែក៏បានយើងចង់ពេលស្លអញ្ចឹងយើងយកមកបន្ថែមផុតគឺស្លកកូរស្លម្ជូរគ្រឿងនេះខ្ញុំតែងតែបន្ថែមដើម្បីព្រោះអីគ្រួសារនេះខ្ញុំគឺគាត់ចេះញ៉ាំហិលហើយអញ្ចឹងយើងដាក់ហិលតិចអីអញ្ចឹងទៅតែបើសិនជាកូនញ៉ាំឬក៏មានភ្ញៀវយើងអាចដាក់បានទេព្រោះខ្លាចគាត់អត់ចេះញ៉ាំថ្ងៃមុនគឺស្លកកូរដូចគ្នាអញ្ចឹងឲ្យកូននាងខ្ញុំភ្លក់ឲ្យមិត្តភក្តិគេមកគេភ្លក់ដែរមិត្តភក្តិគាត់ជនជាតិបារាំងអញ្ចឹងគាត់ថាហាំងហិលមកពីយើងមាត់យើងអត់ហិលទេតែបារាំងគឺគាត់អត់ចេះញ៉ាំហិលដូចយើងទេអញ្ចឹងហើយគឺដល់ស្លពេលមានភ្ញៀវដែលយើងតម្រូវចិត្តភ្ញៀវដែរអត់តម្រូវចិត្តយើងតែម្នាក់អញ្ចឹងណាតកូននេះគឺសំណាងហើយដែលកូននាងខ្ញុំកាត់គេងហើយនាងខ្ញុំធ្វើពប៉ាប់ដោយសារតែអត់បានថតពីវិធីបេះបន្លែឬក៏ថតចិត្តបន្លែចិត្តអីគឺនាងខ្ញុំធ្វើលឿនមកធ្វើជាថតអាហ្នឹងទៀតគឺយូរហើយដាក់បន្លែគឺតែមួយមុខបន្តិចបងប្អូនហើយស្លទៅឡើងមួយឆ្នាំងអាហ្នឹងឆ្នាំងនៅឃើញថាមើលទៅដូចមិនសូវច្រើនទេប៉ុន្តែយើងចំណាំដឹងដែរថាឲ្យតែស្លកកូរឃើញមួយមុខបន្តិចបន្លែពិតមែនក៏ប៉ុន្តែតែពេលចេញមកគឺមិនតិចទេគឺដឹងតែពេញឆ្នាំងទៀតហើយអញ្ចឹងប្តីគាត់ថាកុំស្លច្រើនពេកអូនហើយគាត់ឲ្យដាក់សាច់ច្រើននេះគាត់ចង់ញ៉ាំបន្លែច្រើនអញ្ចឹងនេះខ្ញុំដាក់សាច់ជ្រូក3ជាន់តែហាំងតិចដែរទេបងប្អូនដោយសារតែយើងប្រើសាច់ជ្រូក3ជាន់ទៅវាមានជាតិខ្លាញ់ឆ្ងាញ់ដែរបើបងប្អូនដាក់សាច់មាន់ក៏បានអ្នកខ្លះក៏ចូលចិត្តដាក់ត្រីដាក់អីទៀតគឺយើងដាក់អីក៏បានដែរបងប្អូនចាដោយសារតែនាងខ្ញុំមានសាច់ជ្រូក3ជាន់អញ្ចឹងគឺនាងខ្ញុំដាក់ជាមួយនឹងសាច់ជ្រូក3ជាន់ហើយចង់ញ៉ាំបន្លែច្រើនក៏ដាក់សាច់ជ្រូកតែរាងតិចអញ្ចឹងណាសម្រាប់យើងនៅស្រុកនេះស្លកកូរគឺយើងអត់មានគ្រឿងផ្សំគ្រប់សពដូចយើងនៅស្រុកខ្មែរតែបងប្អូនអញ្ចឹងកកូននេះខ្ញុំគឺបងប្អូនឃើញហើយបន្លែគឺយើងមានប៉ុណ្ណឹងឯងអាហ្នឹងប៉ុណ្ណឹងលេចុះលេឡើងបានមួយឆ្នាំងហើយបងប្អូនចាអត់សម្បូរទេអត់មានលហុងមានអីដែលយើងនៅស្រុកខ្មែរទេបើសិនយើងនៅស្រុកខ្មែរយើងមានលហុងមានផ្កាលហុងមានស្លឹកបាសស្លឹកអីថែមអីទៅនឹងខ្ញុំនេះគឺអត់ទេគឺជំនួសនេះគឺដាក់ស្ពៃដាក់អីចឹងទៅបងប្អូនផ្ទីអីទៅយើងជំនួសស្លឹកបាសពួកឯហ្នឹងគឺជាតិដែកដូចគ្នាដែរកាលនៅស្រុកខ្មែរមិនចូលចិត្តទេរឿងកកូររឿងអីបន្លែអីគឺញ៉ាំអីមិនសូវចេះញ៉ាំទេហើយចាញ់ល្វីងតែនៅស្រុកនេះ
អីក៏ចេះញ៉ាំដែរនេះអត់មានអីបានដាក់ល្វីងទេបងប្អូនអីដោយសារតែអត់មានម្រះមានអីទេបើសិនជាមានទ្រូផ្កាល្ហុងផ្កាអីអញ្ចឹងគេហៅល្វីងតិចតិចអីក៏ឆ្ងាញ់ដែរតែដោយសារតែនាងខ្ញុំអត់មានអញ្ចឹងគឺនាងខ្ញុំមានអីគឺដាក់ប៉ុណ្្នឹងឯងហើយអង្គលីងនេះបុកថ្មីថ្មីភ្លាមភ្លាមលីងថ្មីថ្មីភ្លាមភ្លាមឆ្ងាញ់អង្គលីងតែទុកយូរទៅវាខាអត់ឆ្ងាញ់ទេអញ្ចឹងហើយក៏លីងបុកភ្លាមភ្លាមហើយអញ្ចឹងក៏ចំណាយពេលយូរដែរភាគច្រើនចូលចិត្តបុកគ្រាន់តែចំណាយពេលយូរក៏ប៉ុន្តែវាឈ្ងុយជាងយើងកិនតែបងប្អូនដូចនេះខ្ញុំអត់តែពេលយើងបុកដោយដៃឬត្បាល់គឺយើងឈ្ងុយជាងពេលយើងកិនណាបងប្អូនថាស្ករអំបិលបងប្អូនញ៉ាំប៊ីចេងក៏ដាក់ប៊ីចេងទៀតទៅបើខ្ញុំប្រហុកប៉ុណ្ណឹងហើយគឺនឹងខ្ញុំនៅថែមទឹកត្រីទៀតដោយសារតែគ្រួសារនេះខ្ញុំគឺនេះហើយនឹងនេះខ្ញុំគឺចូលចិត្តដូចគ្នាបងប្អូនចាប្រហុកហើយនឹងទឹកត្រីហ្នឹងគឺមិនសូវដែរចោលទេដូចស្លកកូរស្លអីចឹងគឺដឹងតែដាក់ហើយដាក់មកមុតឈ្ងុយពេលខ្លះនេះខ្ញុំថាធំប៉ុណ្ណឹងហើយប្តីនឹងខ្ញុំគាត់ថាក្លិននៅស្ទើផងបងប្អូនគឺគាត់ចូលចិត្តរសជាតិហាងមុតណារសជាតិហាងខ្លាំងដែរប្រហុកអីនឹងទឹកត្រីអីនឹងកកូរយើងគឺចាប់ផ្ដើមដាក់អង្គលីងហើយយើងឲ្យតែវាពុះយើងបិទភ្លើងទុកចោលអង្គលីងវានឹងរីកឯបងប្អូនអញ្ចឹងគឺកកូរនាងខ្ញុំក៏រួចរាល់ដែរឥឡូវហ្នឹងគឺរួចរាល់ហើយបងប្អូនស្លកកូរនាងខ្ញុំស្លកកូរម៉ាក់វីស្រីវីបាសិចឥឡូវហ្នឹងគេហៅតែស្រីវីបាសិចទេបើសិនជាខុសឆ្គងសូមអធិស្ឋានហើយសូមអញ្ជើញឆ្ងាញ់ជាមួយរូបនាងខ្ញុំបងប្អូនចាស្លកកូរ